ស្ត្រីម្នាក់ចង់រៀបចំទុកដាក់មិត្តប្រុសរបស់នាងឲ្យတွေ့គ្នាជាមួយមិត្តភក្តិសម្លាញ់នាងបានហុចកាតធនាគារឲ្យទៅមិត្តប្រុសរួចប្រាប់ឲ្យគេនាំមិត្តភក្តិនាងទៅញ៉ាំអាហារពេលល្ងាចពួកគេទាំងពីរក៏បានទៅដល់ភោជនីយដ្ឋានលំដាប់ខ្ពស់មួយខុសនោះអេននីចាប់ផ្ដើមមានចិត្តប្រតិព័ទ្ធលើ Hans តាមរយៈឫកពានៃការកុម្ម៉ង់អាហាររបស់គេស្របពេលនោះដែរ Sam បានដើរសំដៅទៅរក Zoe ហើយបបួលនាងទៅញ៉ាំអីជាមួយគ្នាដោយមាននាំ Andy ទៅជាមួយផងដែរពេលទៅដល់ភោជនីយដ្ឋាន Sam បានអួតអាងអំពីខ្សែរយៈរបស់ខ្លួនដោយប្រាប់ថាគេស្គាល់ Tom ហើយឪពុកក្មេករបស់គេគឺជាបងប្អូនជីដូនមួយរបស់ Tom ទៀតផងបន្ទាប់មក Sam បានសម្រេចចិត្តលួចយកគម្រោងទីផ្សាររបស់ Zoe ហើយបង្ខំឲ្យនាងប្តូរឈ្មោះអ្នកដឹកនាំគម្រោងមកជាឈ្មោះរបស់គេវិញទោះបីជា Zoe ព្យាយាមជំទាស់ក៏ Sam ដេញនាងចេញពីក្រុមការងារនោះបាត់ទៅហើយចំណែក Andy បានត្រឹមតែនៅស្ងៀមដើម្បីរក្សាការងាររបស់ខ្លួនពេលត្រឡប់មកដល់ការិយាល័យ Zoe បានដឹងថា Hans និង Annie ចាយនុយនាងអស់ទៅដល់$340បន្ទាប់ពីបានការជាថ្មី Zoe មិនសុខចិត្តឲ្យគេជីជាន់បែបនេះទៀតឡើយនាងក៏រៀបផែនការសងសឹក Sam ភ្លាមព្រឹកឡើង Zoe បានយកគម្រោងដែលកែសម្រួលរួចទៅឲ្យ Sam ថែមទាំងសុំទោសគេចំពោះរឿងការពីម្សិលមិញទៀតផងប៉ុន្តែ Sam បែរជាដកគម្រោងមួយច្បាប់ទៀតចេញមកហើយប្រាប់ថាគេក៏មានគម្រោងផ្ទាល់ខ្លួនដែរ Zoe ឃើញថាឈ្មោះរបស់នាងមិនមាននៅក្នុងនោះទេព្រោះ Sam បានប្រូរឈ្មោះអ្នកដឹកនាំគម្រោងទៅជាឈ្មោះ Tom វិញ Zoe មិនខឹងឡើយផ្ទុយទៅវិញនាងបែរជាញញឹមព្រោះនេះគឺជាអ្វីដែលនាងចង់បាន Tom បានក្លាយទៅជាអ្នកតំណាងឲ្យផលិតផលអាហារសម្រានហើយយុទ្ធនាការនេះបានទទួលជោគជ័យខ្លាំងរហូតធ្វើឲ្យគេល្បីពេញអ៊ីនធឺណិត Zoe ចាំបានថាកាលពីជាតិមុននៅអំឡុងពេលនេះ Tom ត្រូវធ្វើដំណើរតាមយន្តហោះហើយគេនឹងបង្កចំនួនយ៉ាងខ្លាំងនៅលើនោះ Zoe បានឆែកមើលថ្ងៃហោះហើររបស់ Tom ហើយបានទេទៅរកគេនៅពេលគេឡើងលើយន្តហោះបាត់នាងប្រាប់ Tom ថាគម្រោងនោះជាគំនិតរបស់នាងហើយនាងនឹងប្តឹងទៅក្រុមប្រឹក្សាភិបាល Tom ខឹងសម្បាយយ៉ាងខ្លាំងរហូតដល់ស្រែកជេរអ្នកបម្រើលើយន្តហោះនិងបញ្ចោអំពីអាក្រក់របស់ខ្លួនរួមទាំងរឿងលួចគម្រោងនោះផងសកម្មភាពទាំងអស់បានគេថតជូតនិងវីដេអូនោះបានផ្ទុះពេញអ៊ីនធឺណិតជាលទ្ធផល Tom ត្រូវគេបណ្តេញចេញពីការងារ Zoe មានអារម្មណ៍ស្កប់ស្បិតជាខ្លាំងនាងបានទៅលើដំបូលអគារដើម្បីស្ដាប់តន្ត្រីភ្លាមនោះជាមកលិចមុខឡើងពីក្រោយនាងរួចប្រាប់ថា Tom ត្រូវបានដេញចេញហើយ Sam ក៏នឹងប្រឈមមុខនឹងការស៊ើបអង្កេតខណៈពេលជាមហៀបនឹងដើរចេញទូរស័ព្ទរបស់ Zoe ក៏ធ្លាក់ទៅដីជាមឃើញបទតន្ត្រីក្នុងទូរស័ព្ទរបស់នាងក៏និយាយថាគេក៏ចូលចិត្តបទនោះដែរ Zoe ប្រាប់ជាមថាបទដែលនាងចូលចិត្តបំផុតគឺបទ Dynamite ប៉ុន្តែនាងរកមិនឃើញសោះពេលស្វែងរកជាមឆ្លើយថាបទនោះពិតជាពីរ៉ូមែនប៉ុន្តែគេចូលចិត្តបទ Spring Day ជាងបទ Dynamite ទៀតគ្រាន់តែនិយាយចប់អ្នកទាំងពីរក៏ស្រឡាំងកាំងនិងកក់ឈាមជើងភ្លាមព្រោះបទ Dynamite ចេញនៅឆ្នាំ2020ហើយបទ Spring Day ចេញនៅឆ្នាំ2017ប៉ុន្តែពេលវេលាបច្ចុប្បន្នដែលពួកគេកំពុងឈរនៅនេះគឺទៅតែឆ្នាំ2013ប៉ុណ្ណោះនៅខណៈនោះអ្នកទាំងពីរក៏ដឹងភ្លាមថាម្នាក់សុទ្ធតែជាអ្នកដែលបានកោតជាថ្មីដូចគ្នា